ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube បំពណ៌ Cooking ចាថ្ងៃនេះខ្ញុំធ្វើទឹកត្រីផ្អែមសម្រាប់ញ៉ាំជាមួយនឹងសាវ៉ាឬមកក៏សាច់ជ្រូកឆ្ងោយតបជាមួយនឹងបន្លែនំបញ្ចុកបងប្អូនឬមកក៏យើងញ៉ាំជាមួយបាញ់ឆាវឬក៏ញ៉ាំអីផ្សេងបានទៀតដែរបងប្អូនគឺអត់បញ្ហាទេចាជាដំបូងគឺយើងមានឆ្នាំងស្អាតមួយម៉ងហើយចាខ្ញុំធ្វើការចាក់ទឹកខ្មេះចូលកន្លះចានទឹកត្រីខ្ញុំប្រើកន្លះចានចាហើយស្ករសគឺខ្ញុំប្រើចំនួនកន្លះចានចង្កឹះដូចគ្នាដែរបងប្អូនចាបន្ទាប់មកទៀតគឺខ្ញុំប្រើទឹកស្អាតរបស់យើងធម្មតាហ្នឹងគឺមួយចានកន្លះចាសម្រាប់ទឹកគឺយើងប្រើរៀងច្រើនជាងគេបន្តិចណាបងប្អូនចាបន្ទាប់ពីយើងចាក់ទឹកគ្រឿងផ្សំរបស់យើងចូលហើយបងប្អូនធ្វើការកូរឲ្យលេគ្រឿងបន្តិចមកយើងបន្ថែមជាមួយនឹងអំបិលកន្លះស្លាបព្រាបាយដើម្បីឲ្យទឹកត្រីរបស់យើងចាប់ជាតិគ្នាល្អបងប្អូនបើអត់ថែមអំបិលក៏អត់សូវមានជាតិដែរបងប្អូនបន្ថែមអំបិលហើយប៊ីចេងបងប្អូនញ៉ាំបងប្អូនដាក់ប៊ីចេងមកប៊ីចេងខ្ញុំប្រើចំនួន1ចុងស្លាបព្រាបាយដូចគ្នាចាហើយយើងកូរឲ្យលាយបន្តិចមកបងប្អូនធ្វើកូរឲ្យលាយស្ករប៊ីចេងអំបិលហ្នឹងហើយបងប្អូនលើកដាក់លើចក្រានហើយយើងបើកទឹកមកពុះគឺបានហើយចាពេលដែលទឹកត្រីរបស់យើងពុះយើងទុកឲ្យត្រជាក់អ៊ុនអាចដុបដៃបានបងប្អូនធ្វើការចាក់ខ្ទឹមសខ្ទឹមក្រហមនិងម្ទេសចូលចាសម្រាប់ខ្ទឹមសខ្ញុំក៏ច្រាបឲ្យម៉ត់ចាហើយម្ទេសក៏ខ្ញុំច្រាបឲ្យម៉ត់ដែរចាឥឡូវរួចហើយនេះខ្ទឹមសខ្ទឹមខំចាខ្ទឹមក្រហមគឺខ្ញុំប្រើចំនួន3មើមធំហើយខ្ទឹមសខ្ញុំប្រើចំនួន5កំពឹសណាបងប្អូនចាអរគុណ